ម៉ាឡេស៊ីចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជាភាពជោគជ័យមួយនៅអាស៊ាន Richimo Cafe ប្រេងកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica សុទ្ធ 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេសុទ្ធកាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598 ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី 47 និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងទីក្រុងកូឡាឡាំពួរបានបិទបញ្ចប់កាលពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2025 នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតូ សេរី អាន់វ៉ាត់ អ៊ីប្រាហ៊ីម បានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកម្ពុជានិងថៃរួមទាំងការចូលជាសមាជិករបស់ទីម៉ូឡេសជាសមាជិកអាស៊ានទី 11 ជាភាពជោគជ័យដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ីសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៉ាត់ណាមកាលពីពេលថ្មីនេះដាតូ សេរី អាន់វ៉ាត់ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថានេះជាការសម្រេចបានជោគជ័យមួយរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ 2025 ដែលលោកបានបន្ថែមថាតំណែងនាយករដ្ឋមន្ត្រីអាចចុះចេញហើយមានអ្នកបន្តវេនថ្មីបានប៉ុន្តែប្រទេសម៉ាឡេស៊ីមិនអាចធ្លាក់ចុះកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយពាក់ព័ន្ធនឹងការជួយសម្របសម្រួលរកបាត់ឈប់បាញ់រវាងកម្ពុជានិងថៃដាតូ សេរី អាន់វ៉ាត់ អ៊ីប្រាហ៊ីម បានបញ្ជាក់ថាជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិជាពិសេសអាមេរិកលើប្រទេសម៉ាឡេស៊ីបានបង្ហាញពីទំនុកចិត្តនិងសមត្ថភាពការទូតរបស់ប្រទេសម៉ាឡេស៊ីទាំងមូលសម្រាប់លើកដំកើងសន្តិភាពនៅក្នុងតំបន់សូមជម្រាបផងដែរថានៅក្រៅកិច្ចប្រជុំអាស៊ានក្នុងថ្ងៃទី 26 ខែតុលាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្ភាគីថៃលោកអនុទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលមានដាតូ សេរី អាន់វ៉ាត់ អ៊ីប្រាហ៊ីមនិងលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកចុះហត្ថលេខាជាសាក្សីផងដែរនៅក្នុងកិច្ចព្រមព្រៀងនេះដូចគ្នាក៏បានបញ្ជាក់ពីការដោះលែងទាហានកម្ពុជាចំនួន 18 នាក់ដែលត្រូវបានថៃចាប់ខ្លួនបន្ទាប់ពីមានបទឈប់បាញ់ ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ 012 379 909 និង 071 78 99 990